Okay. So todayในตอนนี้น้องนิวนมជាអ្នកគ្រប់គ្រងម្នាក់ខ្ញុំចង់និយាយអំពីរឿងពិតមួយនៅថ្ងៃនេះបាទបុគ្គលិកសំឈប់យើងគុំខាត់ពួកគេអីបាទកន្លែងថ្មីគេបានល្អជាងគេរីចម្រើនជាងយើងគួរតែមានមោទនភាពនិងជូនពរពួកគេកុំឲ្យការខៀងខាត់របស់យើងខ្លាចជាមន្ទីរឃុំឃាំងឬរាំងអនាគតរបស់គេហើយមេដឹកនាំពិតប្រាកដមិនមែនជាអ្នកដែលចងជើងមនុស្សមិនឲ្យចាក់ចេញទេតែជាអ្នកដែលកសាងមនុស្សឲ្យខ្លាំងហើយបង្កើតអ្នកបន្តវេនសម្រាប់បុគ្គលិកក៏ដូចគ្នាដែរបើយើងមានឱកាសល្អជាងមើលឃើញថាល្អហើយយើងគិតថាអាចមើលថែគ្រួសារបានល្អប្រសើរចាក់ចេញចុះព្រោះថាការងារជារបស់ក្រុមហ៊ុនតែអាហារ3ពេលនិងគ្រួសារវាជារបស់អ្នកបើកន្លែងណាមានតម្លៃហើយមិនមានការគោរពអ្នកមិនគួរនៅឡើយតែចំពោះខ្ញុំសូមផ្ដាំទៅអ្នកនរគ្នាមួយម៉ាត់ដែរថាបើយើងចាក់ចេញព្រោះតែរត់គេចពីបញ្ហានោះយើងទៅកន្លែងថ្មីក៏គង់តែជួបបញ្ហាដដែលសមត្ថភាពរបស់យើងខ្លាំងប៉ុណ្ណាវាវាស់ទៅលើទំហំបញ្ហាដែលយើងអាចដោះស្រាយបានចុងក្រោយពេលយើងដើរចេញបើចង់ឲ្យគេគោរពផ្ដល់តម្លៃវាស្ថិតនៅលើស្នាដៃដែលយើងបានបង្កើតឬក៏យើងបានបន្សល់ទុកមិនមែនលើពាក្យណាការនិយាយពីក្រោយខ្នងបន្ទាប់ពីយើងចាក់ចេញនោះទេបាទអរគុណ